ชีวิตរបស់មនុស្សនៅក្នុងទីក្រុងភ្នំពេញគឺពោរពេញទៅដោយភាពមមាញឹកការខិតខំប្រឹងប្រែងនិងក្តីសង្ឃឹមសម្រាប់អនាគតរៀងរាល់ព្រឹកមនុស្សជាច្រើនបានចាប់ផ្ដើមថ្មីជាមួយសំឡេងម៉ូតូឡាននិងសកម្មភាពនៅតាមដងផ្លូវដែលមិនធ្លាប់ស្ងាត់ស្ងាត់អ្នកខ្លះធ្វើដំណើរទៅធ្វើការអ្នកខ្លះបើកហាងលក់ដូរខណៈដែលកម្មករនិងនិស្សិតក៏រវល់ជាមួយភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនផងដែរនៅតាមផ្សារនានាគេអាចមើលឃើញសកម្មភាពលក់ដូរយ៉ាងអ៊ូអរអាជីវករនាំគ្នាស្រែកហៅភ្ញៀវខណៈដែលអ្នកទិញដើរជ្រើសរើសទំនិញយ៉ាងមមាញឹកក្លិនម្ហូបអាហារឆ្ងាញ់ព្រមទាំងសំឡេងមនុស្សនិយាយគ្នាបានបង្កើតបរិយាកាសរស់រវើកមួយដែលបង្ហាញពីជីវិតពិតនៅក្នុងទីក្រុងនៅតាមផ្លូវធំនិងផ្លូវតូចក្នុងភ្នំពេញក៏អាចឃើញផ្ទះល្វែងអគារខ្ពស់និងបន្ទប់ជួលតូចដែលជាកន្លែងរស់នៅរបស់មនុស្សជាច្រើនមនុស្សមួយចំនួនមកពីបណ្ដាខេត្តដើម្បីស្វែងរកការងារនិងឱកាសល្អសម្រាប់ជីវិតទោះបីជាជីវិតនៅក្នុងទីក្រុងមានការលំបាកការកកស្ទះចរាចរណ៍និងការចំណាយខ្ពស់ក៏ដោយក៏មនុស្សនៅតែខិតខំប្រឹងប្រែងដើម្បីគ្រួសារនិងក្តីសុបិនរបស់ខ្លួនពេលយប់ទីក្រុងភ្នំពេញនៅតែមានពន្លឺភ្លឺចែងចាំងភោជនីយដ្ឋានហាងកាហ្វេនិងផ្សាររាត្រីនៅតែមានមនុស្សចេញចូលមិនដាច់ជីវិតនៅទីក្រុងនេះមើលទៅហាក់ដូចជាមិនដែលគេងឡើយទោះមានភាពមមាញឹកយ៉ាងណាក៏ដោយភ្នំពេញនៅតែជាទីក្រុងដែលពោរពេញទៅដោយជីវិតស្នាមញញឹមនិងក្តីសុបិនរបស់គ្រប់មនុស្សជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញគឺពោរពេញទៅដោយសកម្មភាពអ៊ូអរតាំងពីព្រឹករហូតដល់យប់នៅពេលព្រឹកព្រលឹមមនុស្សជាច្រើនចាប់ផ្ដើមចេញពីផ្ទះដើម្បីទៅធ្វើការទៅសាលារៀនឬបើកអាជីវកម្មលក់ដូរតាមដងផ្លូវធំមានម៉ូតូរថយន្តនិងរ៉ឺម៉កធ្វើដំណើរយ៉ាងមមាញឹកបង្កើតបរិយាកាសដែលបង្ហាញពីជីវិតទីក្រុងដ៏សកម្មនៅតាមផ្សារអ្នកលក់ដូរនាំគ្នារៀបចំទំនិញនិងស្រែកហៅភ្ញៀវយ៉ាងអ៊ូអរក្លិនម្ហូបអាហារឆ្ងាញ់គុយទាវនិងបញ្ចុកនិងកាហ្វេពីព្រឹកធ្វើឲ្យទីក្រុងមានភាពរស់រវើកនិងទាក់ទាញប្រជាជនខ្លះធ្វើការនៅក្រុមហ៊ុនរោងចក្រឬហាងលក់ទំនិញខណៈអ្នកខ្លះទៀតប្រកបរបរទូចដើម្បីរកចំណូលចិញ្ចឹមគ្រួសារនៅពេលថ្ងៃត្រង់ភ្នំពេញកាន់តែក្តៅនិងមមាញឹកហាងអាហារនិងកាហ្វេមានមនុស្សចូលអង្គុយសម្រាកនិងជួបជុំគ្នាមនុស្សជាច្រើនរស់នៅក្នុងបន្ទប់ជួលឬផ្ទះតូចជាប់គ្នាប៉ុន្តែពួកគេនៅតែខិតខំធ្វើការនិងរក្សាក្តីសង្ឃឹមសម្រាប់អនាគតល្អប្រសើរនៅពេលមនុស្សជាច្រើនដើរកម្សាន្តឬជិះម៉ូតូលេងតាមដងផ្លូវភ្លើងនៅតាមអគារខ្ពស់ហាងទំនើបនិងផ្សាររាត្រីបំភ្លឺទីក្រុងឲ្យកាន់តែស្រស់ស្អាតសំឡេងមនុស្សសំឡេងម៉ូតូនិងតន្ត្រីពីហាងនានាបង្កើតជាបរិយាកាសដ៏ពិសេសមួយដែលជារូបភាពពិតនៃជីវិតនៅភ្នំពេញទោះបីជាជីវិតនៅទីក្រុងមានការប្រកួតប្រជែងនិងភាពនឿយហត់ក៏ដោយប្រជាជននៅភ្នំពេញនៅតែបន្តខិតខំប្រឹងប្រែងរស់នៅដោយក្តីសង្ឃឹមនិងការតស៊ូនេះហើយជាជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញដែលពោរពេញទៅដោយសកម្មភាពការខិតខំនិងភាពរស់រវើកមិនចេះស្មោះ
បានខ្មៅរលោងឆ្ពោះទៅមុខកាត់តាមវិថីដ៏មមាញឹកមើលតាមកញ្ចក់ឃើញអង្គាខ្ពស់យើងជាស្ដេចនៃយុគនេះមិនមែនហើយឮសំឡេងបាសញ័រដីបេះដូងលោតតាមចង្វាក់ហ្វូងមនុស្សចាំយើងទៅដល់ត្រៀមខ្លួនរំឲ្យអស់ដៃរំជុំគ្នាកណ្ដាលក្រុងចង្វាក់ហ្វាំងបុកខ្លាំងខ្លាំងបុកខ្លាំងបុកខ្លាំងលើកដៃឡើងទៅលើមេឃយើងជាតែមួយក្នុងយុគនេះអូមិនឈប់ទេមិនថយក្រោយអើសូត្រអ្នកចែងចាំងខ្លាំងក្រោមពន្លឺវេទិកាធំក្លិនទឹកអប់ថ្លៃថ្នូរណាស់